mà thôi mà tay cha tục nhầmខ្លួនឯងម្ដងធ្លាប់តែរដងទិញគេមកវារៀងស្ទើរហឹលអីអញ្ចឹងណាអញ្ចឹងយើងចាប់ដើមមកធ្វើខ្លួនឯងវិញគឺផ្សំរបស់យើងគឺអត់មានអីច្រើនទេមានតែខ្ទឹមសខ្ទឹមក្រហមជាមួយនឹងម្ទេសនឹងឯងសម្រាប់ខ្ទឹមសជាមួយនឹងខ្ទឹមក្រហមបងប្អូនអាចកាត់លុកវាក៏បានឬមួយក៏ចិញ្ច្រាំវាក៏បានដែរធ្វើម៉េចឲ្យវាម៉ត់អញ្ចឹងណាហើយសម្រាប់ម្ទេសឆានេះដែរគឺយើងត្រូវការខ្លាញ់ច្រើនមែនតើយើងដាំខ្លាញ់របស់យើងឲ្យឡើងក្តៅល្អមកយើងចាក់ខ្ទឹមសជាមួយនឹងខ្ទឹមក្រហមរបស់យើងចូលកន្លែងនេះគឺយើងអត់ចាំដល់ខ្ទឹមរបស់យើងឡើងក្រៀមទេយើងគ្រាន់តែយកឲ្យចេញឈ្ងុយនិយាយទៅមានក្លិនឈ្ងុយខ្លាំងយើងចាក់ម្ទេសរបស់យើងចូលអញ្ចឹងណាហើយសម្រាប់ម្ទេសនេះដែរបងប្អូនអាចកាត់លុកក៏បានចិញ្ច្រាំក៏បានដែរធ្វើម៉េចកុំឲ្យតែវាម៉ត់ខ្លាំងពេកនិយាយទៅឲ្យនៅគ្រាប់ម្ទេសអញ្ចឹងណាយើងចាក់ម្ទេសរបស់យើងចូលមកហើយឆាខ្ទឹមសខ្ទឹមក្រហមជាមួយនឹងម្ទេសរបស់យើងនឹងឲ្យវាចូលគ្នារលាយចូលគ្នាតែមួយអញ្ចឹងណាហើយសម្រាប់ខ្ញុំដែរខ្ញុំថែមខ្លាញ់តិចទៀតដោយសារតែមើលទៅវារៀងខ្លាញ់តិចពេកអញ្ចឹងណាម្ទេសហ្នឹងខ្លាញ់កាន់តែច្រើនហ្នឹងគឺកាន់តែវាហឹលខ្លាំងអញ្ចឹងណាព្រោះដើម្បីរងាស់ឲ្យវាចេញជាតិប្រេងម្ទេសមកនៅក្នុងម្ទេសហ្នឹងដែរខ្ញុំមានបន្ថែមស្ករសហើយជាមួយនឹងអំបិលបន្តិចចូលដែរអញ្ចឹងណាបន្ទាប់ពីយើងថែមអំបិលជាមួយនឹងស្ករហើយយើងចាប់ផ្ដើមទុកឲ្យវាចេញជាតិប្រេងម្ទេសមកសិនណាកុំតន់អាបិទភ្លើងហើយកំឡុងពេលហ្នឹងដែរយើងត្រូវអាសាកូរហើយរៀងបន្ថយភ្លើងកុំបើកភ្លើងខ្លាំងពេកហើយត្រៀមម៉ាស់ត្រៀមអីផងព្រោះនៅពេលកំឡុងពេលដែលយើងឆាហ្នឹងគឺវាឈួលក្លិនម្ទេសមកខ្លាំងអញ្ចឹងណាឆារហូតដល់វាឡើងប្រេងអញ្ចឹងមកគឺប៉ុណ្ណឹងគឺបានហើយប្រេងម្ទេសរបស់យើងគឺរួចរាល់ហើយធានាថាវាហឹលខ្លាំងហ្មងហើយសម្រាប់អំបិលគឺយើងដាក់តាមតិចបានហើយកុំដាក់ច្រើនពេកបើយើងដាក់ច្រើនពេកវាធ្វើឲ្យឆារបស់យើងឡើងប្រៃអញ្ចឹងណា